ផ្ញើជូនភ្ញៀវដែលគាត់តែងតែសួរថាតើហាងលក្ខស្រីយ៉ានាំចូលអីវ៉ាន់ជប៉ុនយកមកលក់ខ្លួនឯងផ្ទាល់ឬក៏នាំចូលតាមណាវិញសំណួរមួយនេះគឺយើងតែងតែឆ្លើយហើយក៏តែងតែបញ្ជាក់ប្រាប់ភ្ញៀវរហូតដែរសម្រាប់ភ្ញៀវដែលគាត់តែងតែតាមដានហាងលក្ខស្រីយ៉ាស្គាល់ហាងលក្ខស្រីយ៉ាច្បាស់គឺគាត់ដឹងហ្មងថារាល់អីវ៉ាន់ជប៉ុនដែលមានលក់នៅក្នុងហាងលក្ខស្រីយ៉ាគឺសុទ្ធសឹងតែជាអីវ៉ាន់ដែលហាងលក្ខស្រីយ៉ានាំចូលមកលក់ដោយខ្លួនឯងផ្ទាល់តែម្ដងប៉ុន្តែនៅតែមានភ្ញៀវមួយចំនួនដែលគាត់ទៅតែស្គាល់ហាងលក្ខស្រីយ៉ាអត់ទាន់បានតាមដានហាងលក្ខស្រីយ៉ាច្បាស់គាត់នៅតែមានសំណួរបែបហ្នឹងសួរមកកាន់ហាងលក្ខស្រីយ៉ាគាត់សួរបែបហ្នឹងគឺត្រឹមត្រូវដោយសារតែទីផ្សារស្រុកខ្មែរឥឡូវនេះគឺចរាចរណ៍អីវ៉ាន់ជប៉ុនคล้ายៗច្រើនមែនតើអីវ៉ាន់ជប៉ុនខ្លះគឺអត់មានប្រភពច្បាស់លាស់ហើយនាំចូលពីប្រទេសជិតខាងអីអញ្ចឹងទៅប៉ុន្តែស្រាអីវ៉ាន់ជប៉ុនដែលបងទិញចេញពីហាងលក្ខស្រីយ៉ាមួយបងអាចជឿទុកចិត្តបានដោយសារតែខាងយើងគឺមានក្រុមការងាររស់នៅប្រទេសជប៉ុនផ្ទាល់តែម្ដងចាំដើរទិញអីវ៉ាន់ជារៀងរាល់ថ្ងៃហើយក្រុមការងារយើងក៏បានថតនៅសកម្មភាពដើរផ្សារខ្លះៗដើម្បីបង្ហាញឲ្យភ្ញៀវមើលផងដែរគឺដូចដែលបងបានឃើញសកម្មភាពដើរផ្សារទិញអីវ៉ាន់ដូចនៅក្នុងវីដេអូហ្នឹងអញ្ចឹងហើយបើសួរថាតើអីវ៉ាន់ដែលមានលក់នៅក្នុងហាងលក្ខស្រីយ៉ាភាគច្រើនដូចជាគ្រឿង cosmetic គ្រឿង skin care តើអីវ៉ាន់ទាំងអស់ហ្នឹងភាគច្រើនទិញចេញពីផ្សារណាខ្លះនៅប្រទេសជប៉ុនសម្រាប់អីវ៉ាន់ទាំងអស់ហ្នឹងភាគច្រើនគឺក្រុមការងារយើងទិញចេញពីផ្សារល្បីៗធំៗនៅប្រទេសជប៉ុនហ្មងអញ្ចឹងវីដេអូមួយនេះគឺយើងនឹងនាំបងមកស្គាល់ក៏ដូចជាមក shopping នៅផ្សារល្បីៗធំៗនៅប្រទេសជប៉ុនជាមួយពួកយើងតែម្ដងផ្សារដំបូងគេនេះគឺជាផ្សារ Masukiyo brand Masukiyo នេះនៅជប៉ុនគឺល្បីមែនតើដែលផលិតផលគេមានដូចជាម៉ាស់បិទមុខ foam លាងមុខ លេលាបខ្លួនក៏ដូចជាផលិតផលព្យាបាលផ្សេងៗ Masukiyo Store នេះមិនធំមានលក់តែផលិតផល brand Masukiyo នៅក្នុង Masukiyo Store នេះគឺមានលក់ផលិតផល brand ល្បីៗរបស់ជប៉ុនច្រើនមែនតើមានដូចជា brand Shiseido, Kose, Sofine និង brand Kanebo ដែលជា brand ដែលកំពុងតែល្បីនៅប្រទេសជប៉ុនឥឡូវហ្នឹងតែម្ដងហើយនឹងមានលក់លេឡំជាមួយនឹង brand ផ្សេងៗរបស់ជប៉ុនទៀតដែរហើយនេះគឺជាទស្សនវិជ្ជានៅក្នុងហាង Masukiyo Store បងអាចមើល brand អីវ៉ាន់គឺមានច្រើនខ្លាំងមែនតើរាប់ម៉ឺនរាប់លានមុខមិនថាផលិតផលថែរក្សាសម្រស់ផលិតផលថែរក្សាសក់ផលិតផលថែរក្សាដងខ្លួនក៏ដូចជាមាត់ធ្មេញគឺមានចម្រោះតែម្ដងផ្សារបន្ទាប់នេះគឺជាផ្សារដងគីនេះនៅជប៉ុនល្បីខ្លាំងមែនតើមិនថានៅជប៉ុនទេសូម្បីតែអ្នករស់នៅប្រទេសផ្សេងៗក៏គេស្គាល់ជាមួយនឹងផ្សារដងគីនេះដែរអ្នកដែលគាត់ធ្លាប់មកលេងប្រទេសជប៉ុនគឺគាត់អាចដើរមើលរំលងជាមួយនឹងផ្សារដងគីនេះជាផ្សារមួយដែលធំនៅប្រទេសជប៉ុនចូលទៅដល់គឺសាប៊ូអីវ៉ាន់ជប៉ុនច្រើនសាប៊ូបែបមែនតើអីវ៉ាន់ដែលបងឃើញមានលក់នៅក្នុងហាងលក្ខស្រីយ៉ាដូចជាគ្រឿង skin care cosmetic body care hair care ផលិតផលទាំងអស់នឹងភាគច្រើនគឺក្រុមការងារយើងក៏អាសាទិញចេញពីផ្សារដងគីនឹងច្រើនដែរណាហើយនេះគឺជាទស្សនវិជ្ជានៅក្នុងផ្សារដងគីនឹងបងអាចមើលបានអីវ៉ាន់គឺមានច្រើនខ្លាំងមែនតើហ្មងហើយមួយទៀតដោយសារតែមានភ្ញៀវគាត់ស្នើសុំឲ្យយើងជួយថតអីវ៉ាន់ដែលកំពុងតែ trending viral នៅប្រទេសជប៉ុនឥឡូវហ្នឹងឲ្យពួកយើងថតបង្ហាញឲ្យពួកគាត់បានដឹងនិងបានស្គាល់ហើយនឹងអីវ៉ាន់ជប៉ុនមួយចំនួនដែលគាត់បានស្នើសុំឲ្យពួកយើងយកមកលក់នៅស្រុកខ្មែរនៅហាងលក្ខស្រីយ៉ា shop ផងដែរអញ្ចឹងជាដំបូងខ្ញុំសូមបង្ហាញអំពី brand ដែលល្បីនៅប្រទេសជប៉ុនហើយសាប៊ូជនជាតិជប៉ុនប្រើប្រាស់ច្រើនគឺជា brand ដែលពួកយើងបានបង្ហាញនៅក្នុងវីដេអូនេះមានដូចជា brand Hada Labo brand Kose Sana Melano CC ហើយនិង brand Kobayashi brand ទាំងអស់នេះគឺមានលក់គ្រប់ផ្សារនៅប្រទេសជប៉ុនមកចូលមកដល់ brand Quality First នេះក៏ល្បីនៅប្រទេសជប៉ុនដែរហើយក៏មានភ្ញៀវគាត់ស្នើសុំឲ្យយើងយកម៉ាស់បិទមុខ Quality First នេះមកលក់នៅក្នុងហាងដូចគ្នាសម្រាប់ brand Quality First ដូចជាម៉ាស់បិទមុខទឹកតប់មុខអីហ្នឹងគឺយើងធ្លាប់មានលក់នៅហាងលក្ខស្រីយ៉ាស្រាប់ហើយគ្រាន់តែថាភ្ញៀវគាត់តែងតែឲ្យយើងយកចូលមកបន្តទៀតអញ្ចឹងណាបាទ brand Kanabo Media Foundation នេះវិញឥឡូវហ្នឹងក៏ល្បីនៅប្រទេសជប៉ុនដែរតម្លៃធូរប៉ុន្តែគុណភាពវិញឲ្យ10លើ10ហ្មងនៅពេលដែលលាបនៅលើស្បែកទៅគឺអត់មានអារម្មណ៍ថាធ្ងន់មុខអីទេលាបចូលមុខល្អឃើញមុខឡើង smooth បែបធម្មជាតិហ្មងបាទ Capsule Serum នេះវិញនៅជប៉ុនគេល្បីថាប្រើឃើញផលលឿនក្នុងរយៈពេលខ្លីតែ1ទៅ2សប្តាហ៍ស្បែកមុខនឹងឃើញប្លែកហ្មងហើយបើនៅតាមផ្សារវិញអាសាអស់ stock មែនតើទិញអត់ទាន់ជន់ជាតិជប៉ុននេះ brand Relu ថ្មីនេះគឺគេបានចេញជាមួយនឹងសាប៊ូដោះខ្លួននេះគ្រាន់តែចេញមកភ្លាមគឺមានការផ្ទុះល្បីនៅប្រទេសជប៉ុនហ្មងដោយសារអីដូចបងបានដឹងអញ្ចឹង brand មួយនេះរឿងក្លិនក្រអូបគឺឲ្យលេខ1ហ្មងក្លិនក្រអូបបែបទឹកអប់ brand ថ្លៃល្បីមករយៈមុនគេល្បីជាមួយនឹងម្សៅហុយផាត់មុខ Sapin powder ដែលអាចផាត់គេងបានមាន skin care ថែទាំស្បែកមុខតែឥឡូវនេះ Club Sapin គឺបានចេញជាមួយនឹងម៉ាស់បិទមុខបន្ថែមទៀតដែរហើយក៏មានភ្ញៀវក៏ស្នើសុំឲ្យយើងយកម៉ាស់បិទមុខ Club Sapin នេះយកមកលក់នៅហាងលក្ខស្រីយ៉ាដូចគ្នាដោយសារតែគាត់ធ្លាប់ប្រើជាមួយនឹងម្សៅហុយផាត់មុខ Sapin powder ពីខាងយើងល្អក៏គាត់ចង់សាកជាមួយនឹងម៉ាស់បិទមុខម្ដងសម្រាប់លុះ Sapin powder នេះគឺគេបានចេញជាមួយនឹងពណ៌ថ្មីមួយទៀតគឺពណ៌ស្វាយដូចដែលបងបានឃើញអញ្ចឹងក៏មានភ្ញៀវក៏ស្នើសុំឲ្យយើងយកមកលក់ដូចគ្នាសម្រាប់ប្រភេទសេរីថ្មីនេះលុះ Sapin powder នេះគឺល្អមែនទែនទៅលើការទប់ប្រេងនៅលើស្បែកមុខមាន skin care ថែទាំស្បែកមុខបងផាត់បាន24ម៉ោងហើយអាចផាត់គេងបានទីម្សៅហុយផាត់មុខ Sapin powder នេះក៏ទៅតែចេញថ្មីដែរថ្មីក្តៅហុយនេះតែម្ដងខាងយើងទៅដល់គឺតាមតាន់មុនគេហ្មងដល់ពេលហើយក៏មានភ្ញៀវក៏ស្នើសុំឲ្យយើងយកមកលក់នៅក្នុងហាងដូចគ្នាដោយសារតែគាត់ចង់សាកជាមួយនឹងគុណភាពសេរីថ្មីឲ្យបានមុនគេហ្មងនៅជប៉ុនឥឡូវហ្នឹងគឺគេកំពុងតែល្បីជាមួយនឹងភេលាបសក់ Ululis ពណ៌ខ្មៅនេះគេល្បីថាក្លិនដូចទឹកអប់ Chanel Dior អញ្ចឹងហើយក៏មានភ្ញៀវក៏សួររកច្រើនជាមួយនឹង Ululis ភេលាបសក់ពណ៌ខ្មៅនេះដែរគ្រាន់តែដឹងថាល្បីនៅប្រទេសជប៉ុនហើយមានភ្ញៀវសួររកច្រើនចឹងទៀតហាងលក្ខស្រីយ៉ាគឺប្រម៉ូយកមកទាំងអស់ហ្មងបន្ទាប់ពីក្រុមការងារគាត់ដើរផ្សារទិញអីវ៉ាន់ហើយបងអាចមើលកន្លែងគិតលុយបានកន្លែងគិតលុយគឺមានអីវ៉ាន់ច្រើនខ្លាំងមែនតើដែលខាងយើងបានទិញដើរទិញម្ដងពីមួយថ្ងៃទៅមួយថ្ងៃគឺច្រើនបែបហ្នឹងអញ្ចឹងហ្មងចុងក្រោយក៏ចង់ប្រាប់បងថាអីវ៉ាន់ជប៉ុនល្បី trending viral នៅប្រទេសជប៉ុនក៏ដូចជាអីវ៉ាន់ជ
ជប៉ុនដែលភ្ញៀវក៏ស្នើសុំឲ្យខាងយើងយកមកលក់និងឯវ៉ាន់ជប៉ុនដែលភ្ញៀវក៏សួរហៅឈើដែលយើងបានបង្ហាញនៅក្នុងវីដេអូនេះគឺមានស្តុកនៅហាងលក្ខស្រយាតាំងពីសាខាណាបងអាចមកមើលផ្ទាល់ដល់ទីតាំងហាងយើងតាំងពីសាខាបានទេ